ការដកស្រង់ទី89ប្រាជ្ញាសកលនិងមេរៀនជីវិតទូទៅបសមជតសម្រង 89.1 ការបោកបញ្ឆោតជនដទៃដោយភាពអាត្មានិយមហើយគិតថាខ្លួនឆ្លាតណាស់នៅទីបំផុតក៏ត្រូវអស់លក្ខមានតែភាពស្មោះត្រង់និងជំនាញច្បាស់លាស់ទើបនាំមកនៅជ័យជំនះពិតប្រាកដសម្រង 89.2 ការតាំងខ្លួនឯងថាជាមនុស្សប្រភេទយ៉ាងនេះមួយក្នុងន័យជាការបោកបញ្ឆោតតែធាតុពិតមិនមែនសោះមិនយូរមិនឆាប់ក៏គង់ត្រូវគេស្គាល់ពុទ្ធបុត្របានសម្រង 89.3 ចំណេះត្រូវការកាន់យកដោយការប្រឹងប្រែងអោហាតមិនមែនធ្វើលំកាត់ឬបោកប្រាស់នោះឡើយសម្រង 89.4 ទំនុកចិត្តដោយមិនមានសេចក្តីពិតជាបង្អែកនិងផ្កាប់ចាននៅពេលមានការសាក់លបងសម្រង 89.5 ការគោរពពិតកើតចេញពីលទ្ធភាពពិតមិនមែនកើតចេញពីការពុតបុត្រឬការសម្ញែងឡើយ